អត្ថបទព្រះធម៌អប់រំចិនដោយព្រះសាសនមុនីមហាកម្មដ្ឋានាចារ្យហឹមប៊ុនធឿនធម្មធេរោអាវាសទី22បុណ្យវិសាខបូជាទិវាមួយពោពេញដោយខ្លឹមសារអត្ថន័យដ៏មានតម្លៃដែលបានបង្ហាញដំណើរធម្មជាតិនៃជីវិតពិតរបស់ព្រះពុទ្ធប្រាប់ដល់សាវករបស់ព្រះអង្គថាដំណើរជីវិតគ្រប់រូបគឺការពីខាងដើមត្រូវស្លាប់ទៅវិញនៅខាងចុងកណ្ដាលខ្វាយខ្វល់ជាទុំដូច្នេះជីវិតបានកើតមកហើយនេះត្រូវសិក្សាប្រតិបត្តិឲ្យបានល្អក្នុងការបណ្ដុះនៅបញ្ញាញាណទុកជាបទពិសោធន៍សម្រាប់ដោះបញ្ហាជីវិតជាទុំដែលកើតពីអវិជ្ជានិងតណ្ហាបើបញ្ញាញាណកើតឡើងហើយអវិជ្ជានិងតណ្ហាក៏ត្រូវរលត់សង្ខារធម៌ជាដំណើរជីវិតប្រព្រឹត្តជាទុក្ខក៏ត្រូវអស់ហេតុនេះកិច្ចដែលព្រះពុទ្ធប្រាប់យើងឲ្យខំសិក្សាប្រតិបត្តិនេះជាកិច្ចញ៉ាំងប្រយោជន៍ឲ្យសម្រេចដោយសេចក្តីមិនប្រមាទទាន់យើងមានជីវិតរស់នៅអាចដោះស្រាយបញ្ហាសេចក្តីទុក្ខនេះបាននិងស្វែងរកទីពឹងគឺសេចក្តីសុខស្ងប់សម្រាប់ខ្លួនយើងម្នាក់ដែលប្រាថ្នាចង់រួចចាកទុក្ខទាំងពួង